បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទទៀតហើយថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាបាទរបៀបមើល Facebook Page របស់យើងហ្នឹងតើល្អអត់ហើយយើងមានជាប់ព័ត៌មានបាទពីក្រុមហ៊ុន Facebook អត់ចឹងណាអញ្ចឹងឥឡូវយើងធ្វើការឆែកមើលទាំងអស់គ្នាបាទយើងចូលមកកាន់ Facebook មកបាទបន្ទាប់ចូលមកកាន់ Facebook មកបងប្អូនទាំងអស់គ្នានេះវាមកដល់កន្លែង profile របស់យើងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចុចដល់កន្លែងនេះប៊ូតុង QQ ហ្នឹងដែលគេដាក់ថា Professional Dashboard អញ្ចឹងបងប្អូនទាំងអស់គ្នាបាទធ្វើការចុចលើហ្នឹងមកកន្លែងនេះបងប្អូនចុចលើអញ្ចឹងមកនេះបងប្អូនទាំងអស់គ្នាឃើញអត់កន្លែង profile របស់យើងនេះបើសិនជា Facebook របស់យើងអត់ជាប់ទេគឺវាអត់មានកន្លែងអឺពណ៌លឿងហ្នឹងទេវាចេញអាសញ្ញាពណ៌ខៀវបើសិនជា Facebook របស់យើងល្អមិនថាយើងអត់ជាប់ព័ត៌មានជាប់អីចឹងវាពណ៌ខៀវអញ្ចឹងដោយសារ Facebook របស់ខ្ញុំហ្នឹងជាប់បើយើងផុសខុសគោលការណ៍គេចឹងទៅវាជាប់ព័ត៌មានអញ្ចឹងវាដាក់ថា profile Hasamisu អញ្ចឹងវាជាប់ពណ៌លឿងអញ្ចឹងបងប្អូនទាំងអស់គ្នាបាទហើយវីដេអូក្រោយខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នារបៀបស្នើសុំឲ្យក្រុមហ៊ុន Facebook ហ្នឹងដោះចេញអាសញ្ញាពណ៌លឿងហ្នឹងវិញណាដើម្បីឲ្យ Facebook យើងល្អវិញអញ្ចឹងឥឡូវវីដេអូនេះយើងគ្រាន់តែបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នារបៀបឆែកមើលFacebook យើងល្អអត់អញ្ចឹងណាយើងគ្រាន់ឆែកមើលប៉ុណ្្នឹងសិនទេអញ្ចឹងបងប្អូនទាំងអស់គ្នាចុចចូលមកកន្លែងនេះមកដើម្បីមើលកន្លែងបាទកន្លែងយើងបើកមុខងាររកលុយហ្នឹងនេះឃើញអត់វាដាក់ថា profile Hasamisu វាជាប់ព័ត៌មានពី Facebook អញ្ចឹងណាអញ្ចឹងបងប្អូននេះខាងក្រោមនេះអានេះគឺជាបាទគោលការណ៍របស់ក្រុមហ៊ុនដែរខាងក្រោមនេះហើយ Facebook បើយើងល្អនេះវាដាក់ថា profile recommend អញ្ចឹងអាហ្នឹង Facebook យើងល្អនេះបើសិនជាពុកម៉ែpage ឬក៏ Facebook ពុកម៉ែបងប្អូនបាទខុស policy ផុសគោលការណ៍អញ្ចឹងគឺវាដាច់ខូចអាកន្លែង recommend ហ្នឹងឯងចឹងវាចេញអីផ្សេងខុសពី recommend ហ្នឹងណាចឹងវា recommend ហ្នឹងគឺនៅល្អទេតែគ្រាន់តែ Facebook របស់ខ្ញុំហ្នឹងវាជាប់ព័ត៌មានគេពីខាង Facebook មកអញ្ចឹង